បាទទស្សនវិជ្ជាបងប្អូនអរគ្នាថ្ងៃនេះយើងមករៀនតកតងជាមួយនឹងមូលដ្ឋានគ្រឹះនៃគណិតវិទ្យាយើងបន្តទៀតតែតកតងជាមួយនឹងការបូកប្រភេទដែលមានភាគបែងដូចគ្នាបន្តទៀតបាទយើងដឹងហើយការបូកប្រភេទដែលមានភាគបែងដូចគ្នាគឺយើងបូកតែភាគយកនឹងភាគយកទេភាគបែងជារថានៅដដែលឥឡូវយើងមកមើលប្រភេទទាំងអស់នេះបាទយើងមាន1ភាគ5បូកជាមួយនឹង3ភាគ5អញ្ចឹងយើងបាន1ភាគ5បូកជាមួយនឹង3ភាគ5គឺយើងបូកតែភាគយកទេណាបាទអញ្ចឹងកន្លែងនេះគឺ5យើងរថានៅដដែលប៉ុន្តែ1យើងបូកជាមួយនឹង3អញ្ចឹងយើងទទួលបានលទ្ធផល4ភាគ5បន្តមកទៀតយើងមើលអានេះណាបាទអានេះយើងបូកយ៉ាងម៉េចបាទ3រក្សានៅដដែលប៉ុន្តែ7យើងបូកជាមួយនឹង1អញ្ចឹងយើងស្មើជាមួយនឹង8ភាគ3យើងមើលបន្តមកទៀតបាទអានេះភាគបែងដូចគ្នាទៀត7បាទអញ្ចឹងយើងបានភាគបែងរក្សានៅដដែលប៉ុន្តែ1នេះយើងបូកជាមួយនឹង9មកបាទអញ្ចឹងយើងទទួលបានលទ្ធផលគឺប៉ុន្មានបាទ10នៅលើ7យើងមើលបន្តទៀតបាទអានេះ8រក្សានៅដដែលប៉ុន្តែ3យើងបូកជាមួយនឹង4បាទអញ្ចឹង3បូកនឹង4យើងបាន7អញ្ចឹងយើងទទួលបានលទ្ធផលគឺស្មើនឹង7នៅលើ8បាទទាំងនេះគឺជាចម្លើយបាទអញ្ចឹងការបូកប្រភេទដែលមានភាគបែងដូចគ្នាគឺយើងគ្រាន់តែបូកភាគយកនិងភាគយកឲ្យបូកផ្នែកខាងលើចូលគ្នាបន្ទាប់មកភាគបែងខាងក្រោមយើងរក្សាឲ្យនៅដល់ដដែលបាទអញ្ចឹងនេះគឺជាលំហាត់កិច្ចការផ្ទះដែលបងប្អូនអរគ្នាត្រូវដោះស្រាយបាទមាន2លំហាត់ឥឡូវយើងសាកល្បងធ្វើវាមកតើយើងធ្វើបានអត់បងប្អូនអរគ្នាបាទអរគុណច្រើនជម្រាបលាហើយយើងជួបគ្នានៅវីដេអូបន្តទៀត